ព្រះបាទហ្វាន់ម៉ាន់ក្សត្រអង្គនេះជាព្រះរាជវង្សនៃព្រះបាទហ៊ុនទៀនទ្រង់មានសេចក្តីក្លាហានមានប្រាជ្ញាឆ្លៀសវៃនិងមានឫទ្ធិជាស្ដាពូកែណាស់ព្រះអង្គបានវាយយកប្រទេសជិតខាងធ្វើចំណុះគឺប្រទេសសៀមខាងត្បូងនិងប្រទេសជ្វាម៉ាឡាយូសពថ្ងៃហៅថាម៉ាឡាកាជនជាតិក្នុងប្រទេសសម័យនោះត្រូវបែកចែកជា4ត្រកូលគឺ1ក្សត្រជាត្រកូលអ្នកចម្បាំងនិងអ្នកកសាងនគរ2ព្រាហ្មណ៍ត្រកូលអ្នកធ្វើគ្រូបង្រៀនស្ដេចនិងប្រជាជន3វេស្យត្រកូលអ្នកធ្វើជំនួញឬអ្នកធ្វើស្រែ4សូត្រៈត្រកូលអ្នកស៊ីឈ្នួលគេជនទាំង4ត្រកូលនេះប្រកាន់ឋានៈណាស់មិនចូលរួមភីជ្ជៈឬយកគ្នាជាប្តីប្រពន្ធឡើយព្រះបាទហ្វាន់ម៉ាន់សោយរាជមកដល់គ្រិស្តសករាជ230ក៏ត្រូវព្រះបាទហ្វាន់ច័ន្ទជាព្រះភគណយោឬជាក្មួយធ្វើគុតដណ្ដើមរាជទៅលុះមកដល់គ្រិស្តសករាជ250ព្រះបាទហ្វាន់ស៊ីយុនក៏ធ្វើគុតព្រះបាទហ្វាន់ច័ន្ទបានវិញហើយឡើងសោយរាជតមក